ផ្សារសាមគ្គីរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីយ៉ាងអធិកធំទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើនរាំលេងកម្សាន្តនិងលេងល្បែងប្រជាប្រិយតាមប្រពៃណីជាតិខ្មែរនៅថ្ងៃទី8 ខែមេសាឆ្នាំ2026នេះគណៈកម្មការផ្សារសាមគ្គីស្ថិតនៅក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យបានរៀបចំពិធីសង្ក្រាន្តទទួលទេវតាឆ្នាំថ្មីយ៉ាងអធិកធមនិងពោពេញដោយបរិយាកាសសាមគ្គីភាពដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពិធីនេះដឹកនាំដោយលោកគូចន្ទថនប្រធានគ្រប់គ្រងផ្សារតំណាងឲ្យគណៈកម្មការផ្សារនិងបងប្អូនអាជីវករទាំងអស់ដោយមានការគាំទ្រពីលោកសក់ច័ន្ទកញ្ញរិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យនិងលោកផុនសុផានអនុប្រធានក្រុមការងារចុងមូលដ្ឋានសង្កាត់ត្រពាំងក្រសាំងព្រមទាំងមានការណែនាំពីអាយដាមហ៊ីនស៊ីដេតប្រធានក្រុមការងារនិងអាយដាមថងសមុនអនុប្រធានក្រុមការងារជាមួយគ្នានេះលោកហូតរដ្ឋាចៅសង្កាត់ត្រពាំងក្រសាំងនិងលោកគូលជីចៅសង្កាត់រងទី1ក៏បានចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមលេងល្បែងប្រជាប្រិយខ្មែរដើម្បីអភិរក្សនិងបន្តប្រពៃណីជាតិឲ្យបានរឹងមាំក្នុងឱកាសនោះគណៈកម្មការផ្សារនិងអាជីវករបានសម្ដែងការគោរពជូនពរនិងដឹងគុណដល់វីរៈកងទ័ពនិងវីរៈនគរបាលជាតិដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ជួរមុខសូមឲ្យមានសុខភាពល្អទទួលបានជ័យជំនះនិងសុខសុវត្ថិភាពគ្រប់ពេលវេលាគូបញ្ជាក់ថាកម្មវិធីសង្ក្រាន្តផ្សារសាមគ្គីបានទាក់ទាញប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនក្នុងបរិយាកាសសប្បាយរីករាយដោយមានល្បែងប្រជាប្រិយជាច្រើនដូចជាវីក្អមដណ្ដើមស្លឹកឈើនិងលាក់កន្សែងដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រពៃរបស់ជាតិខ្មែរអាជីវករផ្សារសាមគ្គីដែលបានចូលរួមបានបង្ហាញការពេញចិត្តចំពោះការរៀបចំកម្មវិធីនេះដោយមើលឃើញថាជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិរក្សនិងលើកកម្ពស់ប្រពៃណីជាតិប្រជាពលរដ្ឋនិងអាជីវករមួយចំនួនបានលើកឡើងថាកម្មវិធីនេះធ្វើឲ្យមានអារម្មណ៍ដូចត្រឡប់ទៅកុមារភាពខណៈអ្នកផ្សេងទៀតបានសង្កត់ធ្ងន់ថាវាជួយឲ្យយុវជនស្គាល់និងស្រឡាញ់វប្បធម៌ខ្មែរជាងមុនកម្មវិធីនេះមិនត្រឹមតែជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាឱកាសសំខាន់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋបង្កើនសាមគ្គីភាពនិងការរួបរวมក្នុងសង្គមផងដែរ